ដីនៃខេត្តកំពង់ស្ពឺហើយអរគុណមែនទែនដល់វត្តមានអាដាមអភិបាលជំរាបសួរក្រមុំប្រំប្រៃជំរាបសួរក្រមុំប្រំប្រៃចាចាប្រត់ថ្លៃបងមានការអីដែរខេត្តនេះកំពុងស្ពឺមែនទេត្រូវហើយបងចាចាមាសមេបងសួរត្រូវហើយយីបងឯងដូចមិនដែលមកកំពុងស្ពឺអញ្ចឹងមិនហើយពិសេសកំពុងស្ពឺល្អផ្លែចុះពីផ្លូវជាងផ្លែនចូលមកដល់ទីក្រុងនោះអូយផ្លូវយើងឥឡូវស្រួលណាស់បងមិនហើយត្រាំត្រៃបើមិនមកមិនដឹងមកឃើញហើយជួយសបស្សាយផងបងឃើញហើយជួយសបស្សាយផងកុំភ័យនួនល្អងបងសន្យាបងឯងកុំភ្លេចជួយផ្សព្វផ្សាយផងណាបងណាបងចង់សួរអីបន្ថែមចាំអូនជួយក្លែមឲ្យពីរួចពិសាពីក្រុមបងជានិស្សិតចុងស្តាចាស់ចាស់គ្រាន់តែមើលក៏ដឹងបងធ្លាប់ជាងកាត់ខេត្តកំពង់ស្ពឺបើតាំងពីតូចធ្លាប់តែលេងអំពែភ្នំមានស្ពានយល់ដូចតងកាលនោះបើចាំដូចជាញ៉ាំមន់ដុតចុះរមណីយដ្ឋានក្នុងផ្សារតែប្រងជីវ៉ាធ្លាប់ទៅឬអត់ចុះរមណីយដ្ឋានទឹកពុំអេកូទេសចរចំប៉ងមានតាំងពីចំការក្រូចរញយទឹកជ្រុំខ្ជិលផាត់ត្រជាក់ទណ្ដុកស្លាគេហៅតែបានស្នេហ៍នៅចិត្តនាងតែយើងអាចទៅមើលតែពីរនាក់កុំតន់អីនិយាយបន្តទៀតមុំបងទៅដឹងការីរំនៅក្នុងខេត្តកពឺស្ពងមានសត្វដំរីឆ្លងកាត់ម្ដុំណាអីសត្វ elephant ឆ្លងកាត់ម្ដុំហ្នឹងចង់ទៅមើលចង់ទៅឃើញកសិទេសចរមងរទីសែនជ័យចង់ទៅហៅជនជាតិសួយមកប៉ុណ្ណឹងឡានគ្នាអណាណៃបន្ទាប់ពីនោះយើងទៅងូតទឹកជួបោះតង់នៅម្ដុំអរ៉ាមានរូបភ្នំបងមិនហ៊ានទៅចាំមកអូនជុំតែអញ្ចឹងបងហ៊ានទៅបងណាចង់ទៅណាទៀតចាំបងជុំគ្រប់កន្លែងណាអូនជាមគ្គុទេសចរណាបងកំពុងស្ពឺសម័យថាបណ្ដៃណាកំពុងស្ពឺសម័យថាបណ្ដៃខេត្តស៊ីវិល័យដូចជាផ្កាក្រពុំបើកទ្វារទទួលស្វាគមន៍ណែបើកទ្វារទទួលស្វាគមន៍វិនិយោគតូចធំគ្រប់ពេលវេលាស្ទឹងថ្នោតច្បារមនគួរឲ្យកយគុណរៀងរសពនល្អយ៉ាងប្រណិតស្ទឹងពីបុរាណមានពីអតីតស្ទឹងថ្នោតពិសិដ្ឋសន្ធឹងសន្តិស្ទឹងអើយស្ទឹងស្រស់ស្អាតលេះទេស្ទឹងល្អលើគេគួរឲ្យបែតៃអេលបានជួបហើយសប្បាយចិត្តក្រៃស្បាយអស់ទុកភ័យកងវល់សៅមកគុណមើលពីជើងលោកពោឆាយឆាតគុណមើលពីកើតល្អស្របំប្រងគុណមើលពីត្បូងចែងចាំងព្រិចព្រិចគុណមើលពីលិចល្អស្រងពប្រឹមសម្រាប់ស្ទឹងថ្នោតតាមជាប់អរ៉ាវ៉ាព្រៃរុក្ខា